តាមពិតទៅជារៀងរាល់ព្រឹកខ្ញុំតែងតែចំណាយពេលវេលាជាមួយខ្លួនឯងជាពិសេសគឺចុងសប្តាហ៍កាលពីមុនកាលយើងនៅក្មេងគឺយើងចូលចិត្តចំណាយពេលទៅខាងក្រៅអត់ខ្វាយខ្វល់ពីការរស់នៅឬក៏មើលថែខ្លួនឯងតែបច្ចុប្បន្ននេះគឺខ្ញុំចាប់ផ្ដើមផ្លាស់ប្ដូរតាមរយៈការចេះស្រឡាញ់ខ្លួនឯងហើយរៀបចំការរស់នៅរបស់យើងឲ្យវាស្រស់ស្អាតអ្នកនរគ្នាជឿអត់ថានៅពេលដែលយើងងើបពីគេងមកអ្វីដែលយើងមើលឃើញមុនគេហ្នឹងគឺបន្ទប់គេងរបស់យើងអញ្ចឹងបើសិនជាបន្ទប់គេងរបស់យើងមានពន្លឺគ្រប់គ្រាន់មានក្លិនល្អហើយមានអនាម័យស្អាតបាតខ្ញុំជឿថាវាក៏ផ្ដល់អារម្មណ៍ឲ្យអ្នកទាំងអស់គ្នានៅរឿងវិជ្ជមានជាច្រើនកើតឡើងមកដែរព្រោះដោយសារតែអ្វីដែលយើងឃើញមុនគេនោះត្រូវតែជាអ្វីមួយដែលល្អអ្វីមួយដែលវិជ្ជមានអញ្ចឹងនៅពេលដែលយើងងើបពីគេងមកយើងស្រូបទាញនៅអ្វីដែលជារឿងវិជ្ជមានកើតឡើងចូលមកថ្ងៃពេញរបស់យើងនឹងមានអារម្មណ៍ថាគឺយើងមានអារម្មណ៍ស្រស់ស្រាយអារម្មណ៍ក៏ល្អទៅធ្វើរឿងជាច្រើនមានប្រយោជន៍អាចនិយាយបានថាការគិតវិជ្ជមាននិងការធ្វើរឿងវិជ្ជមានណាគឺវាស្របពេលតែមួយធ្វើទាំងរឿងវិជ្ជមានគិតទាំងការគិតវិជ្ជមានក្រោកពីគេងមករៀបចំកន្លែងគេងស្អាតបាតបោកពូកបោកភួយបោសដីសម្អាតកន្លែងគេងបន្ទប់ទឹករបស់យើងកន្លែងធ្វើការបើកពអួចឲ្យមានពន្លឺចេញចូលបោសសម្អាតឲ្យវាស្អាតខ្ញុំចូលចិត្តអញ្ចឹងឥឡូវខ្ញុំមានអារម្មណ៍ថាស្រាប់ចុងសប្តាហ៍របស់ខ្ញុំគឺខ្ញុំសុំ booking ពេលវេលាខ្លួនឯងដើម្បីធ្វើអ្វីៗមួយដើម្បីខ្លួនឯងហ្មងបើពីមុនដើម្បីគេពេកដើម្បីគេរហូតអត់ដែលគិតពីខ្លួនឯងសោះហើយមកផ្ទះម្ដងពេលខ្លះអញុកអញ័យសូម្បីតាឃើញហ្នឹងក៏ស្មុកស្មាញទៅតាមរឿងទាំងអស់ហ្នឹងដែរអញ្ចឹងការរៀបចំផ្ទះសម្បែងក៏ដូចជាកន្លែងរស់នៅខ្ញុំគិតថាសំខាន់មែនតើអ្នកនរគ្នាអត់ជឿសាកធ្វើតាមខ្ញុំរៀបចំឲ្យស្អាតបាតជាពិសេសក្លិនក៏ដូចគ្នាដែរហើយបើយើងនិយាយពីអបិយជំនឿវិញណាធម្មតាមនុស្សម្នាក់តែតែមានទេវតាតាមថែរក្សាត្រូវអត់អញ្ចឹងទោះថាទេវតាគាត់អាចមករស់នៅជាមួយនឹងក្លិនមិនល្អរប៉ាត់របាយមានសត្វដីសត្វលីមិនមានពលឺគ្រប់គ្រាន់តើគាត់អាចនៅជាមួយយើងបានអត់គាត់នៅជាមួយយើងអត់កើតទេអញ្ចឹងប្រកាសណាគាត់អត់បាននៅក្បែរខ្លួនយើងដើម្បីថែរក្សាយើងទេអញ្ចឹងចង់ឲ្យមានទេវតាតាមថែរក្សារបស់យើងអាហ្នឹងយើងនិយាយរឿងអបិយជំនឿចុះមិនអ្នកទាំងអស់ជឿមិនជឿក៏ថាបានតែខ្ញុំធ្លាប់ឆ្លងកាត់ខ្ញុំជឿលើការធ្វើអំពើល្អខ្ញុំជឿលើការគិតវិជ្ជមានទោះបីជាក្នុងកលៈទេសៈណាក៏ដោយខ្ញុំជឿថាមនុស្សគ្រប់គ្នាតែងតែនិយាយខ្ញុំមានភាពវិជ្ជមាននៅក្នុងខ្លួនហើយប៉ុន្តែអ្នកទាំងអស់គ្នាជឿថានៅពេលដែលអ្នកទាំងអស់គ្នាជួបបញ្ហាខ្លាំងមែនតើហ្មងណាខ្ញុំធ្លាប់ឆ្លងកាត់គុតឆ្នាំផងឆុងឆ្នាំផងហើយជួបរឿងជាច្រើនមែនតើសឹងថាវាមិនមែនជាខ្ញុំទេតែអ្វីដែលខ្ញុំប្រាប់ខ្លួនឯងខ្ញុំអត់អាចរើសយកថ្ងៃស្អែកឲ្យជួបរឿងល្អបានទេក៏ខ្ញុំអត់អាចជឿរើសក្នុងការកិច្ចចេញពីរឿងមិនល្អបានដែរតែអ្វីដែលខ្ញុំរើសបានគឺខ្ញុំជឿរើសបានគឺខ្ញុំជឿរើសកាត់លើផ្លូវវិជ្ជមានអ្នកទាំងអស់គ្នាជឿអត់បើសិនជាសុកយើងធ្វើដំណើរដោយឡានតាមផ្លូវពេលយប់ស្រាប់តែសុកស្រាប់តែឡានយើងបែកកង់កណ្ដាលផ្លូវស្ងាត់ជ្រាបហើយយប់ជ្រៅយើងប្រកាសជាមានអារម្មណ៍មួយថាមិនបានទេវតាដាក់បន្ទុកយើងម៉ែជីវិតយើងជួបរឿងមិនល្អអញ្ចឹងប៉ុន្តែអ្នកនរគ្នាសាកកាត់ត្រឡប់ទៅវិញមើលផ្ទុយទៅវិញគ្រោះយើងត្រូវក្លាប់ឡានតែជាក់ស្ដែងគាត់ជួយយើងបានត្រឹមប៉ុណ្ណឹងផ្ទុយទៅវិញយើងអត់បានអរគុណទៅគាត់អត់បានអរគុណនៅអ្វីដែលយើងទទួលបានយើងបែរជាស្ដីបន្ទោសខ្លួនឯងស្ដីបន្ទោសព្រហ្មលិខិតបន្ទោសមេឃបន្ទោសដីបើខ្ញុំជាទេវតាក៏ខ្ញុំអត់នៅក្បែរអ្នកទាំងអស់គ្នាតទៀតដែរអញ្ចឹងចាប់ផ្ដើមធ្វើវាទាំងអស់គ្នាជឿខ្ញុំ